เป็นក្រុมการងារដៃបាត់មុខគាត់ទៀមទាឲ្យ team chemistry បានល្អជាងគេកប៊ីដោយសារតែការលេង combo មួយ Marshall នេះអាចនឹង counter គ្នាឯច្រើនឧទាហរណ៍ Lapu Locho ឬមួយក៏ Choi ចូលមកបើសិនជាគាត់និយាយគ្នាអត់ត្រូវ timing មកអស់ក៏ជាប់ក៏ ultimate នៅហ្នឹងស្បៃយកហ្មងកប៊ីបាទអញ្ចឹងលុះត្រាតែគាត់ combo ការនិយាយគ្នា communicate ឲ្យច្បាស់មែនតើពី pro e-sport យេបាទព្រោះមកក៏និយាយទៅបើយើងនិយាយចំថា Marcel នេះគឺជាអាវុធមុខពីរបាទ Marcel គឺជា hero អាវុធមុខពីរបាទអញ្ចឹងមិនយើងបានឃើញហើយ audience ខេមមិញច្រើនណាស់អាហ្នឹងកាក់កប fan ទាំងសងខាងសិតតែអែមដូចគ្នាបាទព្រោះដោយសារបើអោស្វែនពួកគាត់ត្រូវតែចង់បានជាមួយនឹងតែអីឡើងទៅវគ្គ Grand Final បាទប៉ុន្តែ CIU គាត់មានការងារស្គូតិចព្រោះដោយសារគាត់ត្រូវតែ defending champion ព្រោះដោយសារគាត់ 3 pit អញ្ចឹងគាត់មកជើងនេះគឺគាត់ defending champion ណាCIU តែបើ pro គាត់ចង់បាន champion ដោយសារដល់ season ដំបូងរបស់គាត់និយាយទៅពី team ថ្មី pro មួយ Galaxy ហ្នឹងហើយពងអែមពងតែអែមដូចគ្នាផងដែរយ៉ាងណាមិនក៏សូមស្វាគមន៍អ្នកគ្នាមកកាន់ការប្រកួត Lower Bracket Final ជំនួបជុំគ្នារវាង Pro Esports ប៉ះគ្នាជាមួយនឹង CIU Gaming នៅក្នុងវគ្គទី3អូយប៉េចូលមកគេខៃដូចគ្នាណាមួយយើងដឹងហើយជាមួយនឹងដើម្បីរបស់ដើមម៉ោងរបស់ Khalia វាមានឈាមមកមានអីហងវាវាយយើងឈឺដែរនេះអូបាទចូលមកគេអត់ឲ្យទេខ្វៃលីអាប់គេគេខ្វៃលីមិញអាប់ទី2ស្មាអាប់ទី1បាទអត់ទេទី2ទី1 farm បានប្រហាក់ទី1លឿនជាងគាត់ថាទី1ទៅប៉ឹងបានឈាមសដែរបើសិនជាគេចូលមកក្លុកដើមម៉ោងគាត់អាចនឹងមានឈាមសបានមួយ speed អីដែរបាទសិតទឹកដូចគ្នាតែខ្វៃលីជាមួយនឹង S1 យក damage adaptive ថាស៊ីសាថា temporary បាទអត់មានការឆ្នៃទេអាយ៉ាចាំមើល experience land ដណ្ដើមសัตว์ក្រែបមួយស្មើអត់ឲ្យមើលហ្មងបាទរេមីអត់យកភូយសាតែគេដែរណាគាត់យក Warden Blessing យក rotate រេមីប៉ុន្តែសាក៏យកភូយសាតែគេដែរដើម្បីកាត់ cooldown spell purify របស់គាត់បាទកលៀបបោកស៊ីក៏ភូយសាតែគេដែរយេភូយសា purify ពីរគ្រាប់នៅក្នុងវគ្គនេះសាក៏ដូចជាគូសែនទោះស្បីថាគូសែនគាត់ដៃឆ្ងាយក៏ប៉ុន្តែគាត់ respect ទៅលើ box ស៊ីបាទជាធម្មតាដៃឆ្ងាយគេចាំដល់ទេប្រភេទ Ranger ជឿប៉ុន្តែ respect បាទបាត់ level Remy ដូចគ្នាចូលមកសំបោកមួយអត់ឲ្យបោក clear lane បានធម្មតាស្បែកជើងរត់លឿនពីពេមិនគឺយើងឃើញណាសម្រាប់ box ស៊ីគាត់ដើរមកគាត់លេងក្រហមប៉ុន្តែចង់មកគាត់ដូររោងគាត់លេងបៃតងដោយសារតែគាត់លេង flag Oasis បាទ level 4ស្មើវា stun ថែមមក stun ទៀតដែរទេអត់ទេដាច់ stun បាទយកបានជាមួយនឹងសត្វកាក់ដូចគ្នាlevel 4ពីវ៉ាឌូបិទ level អត់ជាប់ទេវ៉ាឌូ level 4ដែរlevel 4អស់ដែរបាទ level 4ទាំងអស់គ្នារេមីក៏ level 4ដូចគ្នាបងឯងជាមួយនឹងការចូលទៅភោគសារ level 3អូតែ clear ក្រុមយក level 4ហ្នឹងហើយបាន level 4 level 4 all ព្រោះសារមុនហ្នឹងFelix ទៅ clear អូយសនំដូចគ្នាក្ប៊ីសនំដូចគ្នាហើយវាយទៅលើពេយកទៅដល់បើនេះជាមួយនឹងការកលឹងមូសាដើមស្កៅមួយដូចគ្នាបងឯងបាទ ultimate ជាមួយនឹងការ fast total យកបានដូចគ្នាបងឯងជាមួយនឹង Pro Esports Boxy មានការបោះ B ដកថយដូចគ្នាបាទណាមួយមិញជាមួយនឹងសាដេញឆ្លោះ map ឃើញជាមួយនឹង detective បាទអញ្ចឹងភ្លាមជាមួយ total ទី1 free លើសមាជិករបស់ Pro Esports លួចជាមួយនឹងសាក់បៃតងមួយដូចគ្នាផងដែរDetective លេវ5ចូលវាយដែរទេភ្លាមជាមួយនឹង Coily ក៏មិនមានជាមួយនឹង ultimate ដូចគ្នាអត់តគូដានហើយណាអូលួចសាច់ជីវិត2មួយទៀតអាយ៉ាសាច់ជីវិត2មួយទៀតអាចទៅចូលដល់ Orange មួយទៀតណាព្រោះសារ Coily មាន ultimate ណាបាយហេមកនេះបុចអូអត់ទេអត់ aggressive ពេកបើចូលទៀតបាទហានិភ័យពេកបាទចូលទៀតហានិភ័យពេកគូសែន clear 2 lane ណា Yes បាទភ្លាមមកសែលរបស់ពេកំពុងដើរក្លុកពេញ map hot topic មែនណាជាមួយនឹង Master អាយ៉ាសាកាច់អត់ចេញនោះទេជាមួយនឹងការបន្ត solo kill from Remy បាទតែសារតែគាត់យក purify ហើយមិញគេបង្ខំក៏ ultimate ដែរអញ្ចឹង Remy ក៏បន្ត3បន្តបាក់មិញខ្ទេចទៅលើសាបាត់ហើយតែមួយក៏លេង purify អូតើហើយខ້ອຍលេជាមួយនឹងតែងណាងជាមួយនឹងអូស៊ូណាមីស្លាមបោកយកដល់ម្ដងប៉ុន្តែភ្លាមមានការកកចាប់ជាប់ជាមួយនឹងវ៉ាឌូជាប់ទៅបុកស៊ីទៀតដូចគ្នាបងដែរខក counter គ្នាឯងបុកស៊ីអត់មានបញ្ហាប៉ុន្តែ off flicker ដូចគ្នាផងដែរបុកស៊ីធម្មតាហើយយកវ៉ាឌូវាយបំពេញ pass យកដល់ម្ដងជួយដល់ពេបោកយកទៅបោកលាទៀត no អូយអត់ដាច់ទេវ៉ាឌូអូយវ៉ាឌូអូបន្តទៀតហើយ
អូយើអញនឹងធ្ងន់ធ្ងរជាមួយនឹងគូសែនខាងកទេវាយយកតែម្ដងភ្លាមមានការដកថយមកវិញនេះគ្នាម្ដងហើយពីគូសែនអូធ្ងន់ចាអារូបភាពអញ្ចឹងគេធ្វើមិនទេក្មេង វាយពេញផាសៀវវាយម្ដាយ អត់ទេបើខ្ញុំអត់ទេខ្ញុំតសារពួកគាត់មកមិនថាអ្នកណាសូម្បី Felix កន្លែងមិញក៏គាត់អាចធ្វើរូបភាពនឹងដែរបើថាតសារពួកគាត់ទឹកចិត្តពួកគាត់ហ៊ានណាបើជាខ្ញុំរត់ចោលបលែកដៃបាត់ហើយមិញហ្នឹងហើយអត់មានឯណាមកឈូសដៃគេខាស្ទ័រហ្នឹងហើយគាត់ល្អមែនថាតាវ៉ាដូច Felix ក៏អាចធ្វើរឿងដែរបើសិនជាគាត់លេងយូរសងមើលមែនបងឡុកតលេខទៅមើលមីនីមែនថតហ្វ្រីនេះគ្នាមកដែរពី Pro Sport ស៊ូណាមីស្លាមជាប់ពេទៀតបាត់ទៅហើយបាទអ្វីត្បិតតែបាន objective total 2-0ក៏ប៉ុន្តែក៏ប៉ុន្តែការបាន kill បន្ទុកគឺបានទៅលើ CU វិញទេ3-0បាត់ទៅហើយបាទល្អយកតែមែនទេបាទព្រមប្រាប់គ្នាបាទព្រមប្រាប់គ្នាមកសប្រាយបាទអញ្ចឹងយ៉ាងណាមិញក៏មកធ្វើឡើងគ្នាជាមួយនឹង Infinite GT 50 Pro 5G smartphone ដំបូងគេបង្អស់បំពាក់នៅបច្ចេកវិទ្យា Liquid Cool Hydro Flow បាទទោះលេងហ្គេមរាប់មកក៏ត្រជាក់ស្រេបយកតែម្ដងមិនឡើងកម្ដៅឡើយបាទភ្លាមជាមួយនឹង Detective Level 8ស្មើនឹង Coil League ដូចគ្នាព្រោះដោយសារតែ Coil League ក៏យក total បាទអែមែនតើ Go ស្មើគ្នាទេ Yes នៅខាងក្រោមមួយ League total មួយ League kill តែខាងក្រោមខាងក្រោម Coil League អត់ហ៊ានចូលនោះទេព្រោះដោយសារតែមានជាមួយនឹង boxing នៅចឹងដូចគ្នាបាទអូយ Assassin ដូចបានដឹងណាឃើញបាទហ្នឹងអត់មានការ ban frame ទេណាអានការដូចស្ងប់ស្ងាត់ណាក្ប៊ីស្ងាត់ហ្នឹងហើយមិនហ៊ានលេងខ្វាច់ខ្វែវប្រាប់និយាយទៅដល់វគ្គរត់ទៅជ្រៅរត់តែស្ងាត់ណាហើយអត់ហ៊ាន risky ណាបាទហ៊ានឲ្យលេងតែអត់ទេវគ្គមិញ risky pro risky វគ្គមិញអូគូសែន Sky Piercer បាទចំវាយមួយថ្ងៃ3 kill នេះពេលដាច់2សារដាច់1បាទខាងក្រោមលោតចាប់ពីពេលលេខកម្មស្ដានកវីខ្វាត់សាយវត្តចាប់3តោស៊ូណាមីស្លាមបោកមកក្រោយពីពេលលេខពីកម្មលីកើបន្តែខយលីក៏មកដល់ជាមួយនឹងតែណៃជាមួយនឹងការចាក់ស្ដានម្ដាយទៀតបោកជាមួយនឹងបងស៊ីចាក់កឡោតទៅចាក់កឡោលេខខយលីអត់មានបញ្ហាណាទេខយលីបោកជាមួយបន្តែសាក៏មានការត្រាច់ខៀមមកវិញដូចគ្នាបាទ3-2បាទសម្រាប់ team fight បាញ់នេះជាមួយនឹងការ rotation ទៅពី pro ល្អមែនទេលោតទៅកតុយចាប់ស៊ូណាមីស្លាមយកបងបាទបាក់នេះអត់ចេញដែរបាទដូរមិញហើយបាទកាប់3តង់នឹងសារមកជួយ ulti តាន់ពេលវេលាសមបន្តិចទៅបាទសមញៀបភ្លាមអូយ purify តាន់ពេលវេលាពីគូសែនអូយតលេ ulti ទៀតដូចគ្នាមកដែរមានការបោកវាយពេដូចគ្នាដេញគូសែនចេញគូសែនអត់មានឈាមលេងដូចគ្នាប៉ុន្តែវានេះវាផ្លៃខ្លោចណាបាទគាត់ទៅទៀតគាត់ជីវពកមកវិញតាន់ថតនេះមើលទៅដូចជាសៀយយំមិនចង់លេងលេងហើយ Detective ក៏មកដល់បើកនេះរាមយកទៅដល់ Detective ជួយនឹងការលួចបាល់ជាមួយនឹង Total ពេដូចមានជ្រៅពេឡុងពេបាត់ហើយជាមួយនឹងការយក Total មួយបានមក kill ទៀតភ្លាមសាយនេះមានបញ្ហាលោតជាន់តែមិនជាន់នោះទេបាទមិញមកវ៉ាឌូមួយគាត់ដេញ Coily នឹងសាចេញពី Team Fight ស្រួលមែនតើណាមួយដោយសារតាគូសែនមិញគាត់ recall ទៅផ្ទះគាត់ low អញ្ចឹងធ្វើឲ្យ Team Fight មិញមិនមានវត្តមានរបស់គូសែននោះទេបាទលិត200លុយមកវិញដូចគ្នាពេដោយអត់តាន់ទេដូចយើងធ្ងន់ធ្ងរឲ្យពេកូនពេចាក់កលកំពុងនៅលើមួយស្មើប៉ុន្តែភ្លាមមានការបន្តដេញយកតែម្ដងភ្លាមឡើងបានធម្មតាណាបានតែចំហុកឈាមប៉ុន្តែពេលនេះក៏បានវៀងមកដូចគ្នាចាក់កលអូយរួមស៊ីងទិញអូយមកតង់ដាច់បាត់ទៅហើយ Pro Detective បាទទីមេក Detective ច្រើនលេវ12ទៅនឹងលេវ11លុយក៏គាត់ច្រើនដូចគ្នាគាត់ជុំកែហ្វាមDetective គឺហ្វាមសាហាវយកមកឥឡូវលួចអូរេងបើមួយទៀតមកលោតចូលកាប់ដូចគ្នាដែរពី Felix ចាប់ថតមួយទីអូលោតចាប់យកតែម្ដងស៊ូណាមីស្លាមបោកវាយដាច់គូសែនទៀតបាត់បងដៃ Golan មួយទៀតបាត់ទៅហើយដោយរៀងធ្ងន់ភ្លាមយ៉ាងម៉េចដែរអានេះមានគ្រោះថ្នាក់ជាមួយនឹងសាពេញផ្ទុះពេញផាសៀវឡើយអូយងន់អប់ខយលីยังไม่ได้คอยเลยអូយបាក់នេះទេហើយសុំដេញវាយយកដល់ភ្លាមមិដឡែនអាចនឹងទប់ជាប់បានទេមិដឡែនFelixជួយកងវាយមិនដែរផ្ទុះបាត់យកដល់ម្ដងបាត់បងបាត់ទៅហើយជាមួយ Felix បាត់បងជាមួយ Tier 1ទៀតលិត 2.6k កូលិត
បាទតម្រង់ aggressive មកហើយកប៊ីអើយបាទដូចយើងដឹងហើយនៅពេលដែល traffic ចេញចេះគឺ CU នឹងត្រឡប់មកការពីមុនរបស់គាត់វិញដូចគ្នាបាទតែតែប្រភេទ hero របស់គាត់គឺ damage ជន់លើ damage ជន់លើ damage អញ្ចឹងជួបវាយយកតែម្ដងមិនមែនសំខាន់ការ communicate ច្បាស់ណាការពិតពីវ៉ាដូគាត់ចង់បើកនេះដេញគេទេក៏ប៉ុន្តែឃើញជាមួយនឹង Felix ចង់មកទប់ T1 Turret នៅ mid ដូរ target បាយ Felix វិញតដៃរួចយកមកបាទការនៅមុខ 3K ឱកាសនៃការ comeback ពី Pro នៅតែមានដូចគ្នាដោយសារគាត់ចាំ damage របស់ Kuzen និង Joy របស់គាត់ដែរបាទ Joy កំពុងរបស់ Khoili កំពុងតែឈាមឆេងមកវិញឯងកប៊ីប្រយោបុកស៊ីទៀម5 Tsunami Slam ណាទេថតមួយសិនចាំតែ Tsunami Slam នេះបុកស៊ីបុច Tsunami Slam ខោបាត់ហើយ fail ជាមួយនឹងការ fail escape ពី box នេះប៉ុន្តែ CLC ដេញវាយជាមួយ Khoili យកដល់ Khoili រត់ដាច់ជើងចោលលៀប Felix មកស្គេតទៀតដៃតែ Flicker យកដល់ប៉ុន្តែនេះក៏បានម្ដង Boost Stun មួយជាមួយគាត់ខ្សែក៏បានអូដៃទៅទៅលើ Wado វិញទៅគ្នាប៉ុន្តែអាចនឹង fail វិញទៅគ្នាមិនដែរពេលមានការដេញបាញ់យកដល់ពី Kuzen knock up មួយបាត់បោលជួយដល់ box នេះបាត់ហើយអូ my god តែបើសិនជាគាត់ចង់ fast load គួរតែ fast ហើយពី Pro Sport បើសិនជាចាំសមាជិករបស់ CU respawn មកអាចនឹងពិបាកសម្រាប់គាត់ដោយសារ spell របស់គាត់អស់3នាក់ណានៅសល់តែ31តែប៉ុណ្ណោះ fast មិនទៅ14ទៅ13 fast មិន fast អត់ឥឡូវអត់ទេបើ fast អាចមានឱកាសតន់យ៉ា fast អាចមានឱកាសតន់ដោយសារតែគេ respawn មករៀងយូរដែរបាទណាមួយ detective នៅសមមួយ second អូ retrieve មានហើយ fast load បានដូចគ្នាមកដែរពី Pro Sport ព្រោះបើសិនជាអត់ fast កន្លែងហ្នឹងអស់ឱកាសហើយក្បីអស់ឱកាសគេកាត់មកគេវាយយកហ្មងដោយសារតែ spell គេនៅទាំងអស់អត់មានតែ Remy បើខ្លួនឯងយើងពី Pro ក៏អស់ទាំងអស់ហ្មងអស់ហើយបាទអញ្ចឹងត្រូវតែ fast មិញយ៉ាអូយតែស្រីវដែរមិញយ៉ាបាទគូសែនទីផតបាន10សេកគូសែនមកបន្តពីបន្ត3បន្តបាច់វិញអូឆែដៃតែទេមកកប៊ីដាច់បាត់ហើយមិនអាចថតជួយសង្គ្រោះបាននោះទេបាត់បង់គូសែនបាត់ហើយអូយរ៉េមីអូយបាទចាប់ជាប់ទៅលើគូសែនយកតែម្ដងបាទខាងក្រោម Midland យកបានអត់ប៉មហ្នឹងរ៉េមីអត់ឲ្យទេនោះរ៉េមីអត់មានអានទីណាអូទិញវាយឆាំងកន្លងដូចអីយកអូអរត្រីណាជាមួយនឹង Khoili ចង់បានប៉មលើដេញចង់បានប៉មលើនេះបាទសមាជិករបស់ CU នៅក្រោម4នាក់បាទអញ្ចឹង T1 Turret អាចបាត់បង់ Lord នេះការ free clear ពី Khoili បាទCLC បាទច្រឡំ Khoili បាទ Lord clear ហើយអីគេមានកតេគេ clear មិនដែរដាច់បាត់បាទ Midland លោតចេញវិញសិនដូចគ្នាពី box ចាប់ថតដែរទេមិនថតនោះទេបាទតារានេះពី Pro គាត់ទៀមទាឲ្យគូសែនមាន Sky Sniper ក្ប៊ីឲ្យមាន stack ឲ្យច្រើនព្រោះមិញយើងឃើញឲ្យទូ3កក់ទៅលើ box គាត់បាញ់3បង់2 ultimate ទៀតតែអត់ដាច់ទេដោយសារតែពេលហ្នឹងគាត់អត់មាន stack Sky Piercer បាទតែឥឡូវចូល10 stack នៅក្នុងអត់10ទេ7ព្រោះគាត់ដាច់មួយមិញបាទ Ice Queen Von ក៏ចូលខ្លួនលើសារដូចគ្នាផងដែរបាទសារក៏ល្អដូចគ្នាចឹងជាមួយនឹង item របស់យើងនាំមកអូយសា Tsunami Slam តែអល់ទីហើយប៉ុន្តែគេនៅសល់ Tsunami Slam ចាប់ថតចុះ3រូបបាត់ហើយតែនេះ counter គ្នាឯងចាប់ឡុកជួបជាមួយនឹង Khoili បាត់ហើយជាមួយនឹង Tsunami Slam Breeze Communicate តែឡុកជាមួយនឹង Kuzen ធ្លាប់ថែមមកបោកវាយទៅលើបាដូយកគ្នាមកដែរបាដូបាត់បោកជួប Feeling នៅសល់ម្នាក់ឯងតែម្ដង1ទៅ9យកไปដែរទប់ជាប់កាត់សាន Flicker លោតខ្វីងវិញមួយប៉ុន្តែមានការលោត Flicker មកដេញវាយទៅគ្នាមកដែរពី CLCអូយចឹងហើយបានដូចខ្ញុំនិយាយចឹងក្ប៊ីគ្រាន់តែចេញតារាភិកនេះមកខ្ញុំនិយាយទៀតថា Pro Sport លេងតារាមួយនេះលុះត្រាតែ Team Chemistry Communication ច្បាស់លាស់យ៉ាឥឡូវគេចង់បញ្ចប់វាមកអាប់មួយជាប់សាបាត់ហើយ Wipe out ការតួអត់ការតួអត់ការតួមានកើត Khoili ក៏ការដូចនេះអូយដេញវាយវិញមកគេអត់ស្គីណាដេញមកអត់ទេអត់ហ៊ានទេបាទព្រោះមិញតែខ្ញុំនិយាយក្ប៊ីបាទ Felix ក៏អាចនឹង fail Joy របស់ Khoili ក៏អាចនឹង fail ដូចគ្នាបាទសិនជាGolden Hour ហ្នឹងចាប់តបបាទ Golden Hour បងពេលចាប់ទៅ counter គ្នាឯងកាប់ដូចខ្ញុំនិយាយចឹងការចាប់របស់គាត់ល្អហើយដែល main damage គេជាប់ទាំងអស់តែ Joy មិនហ៊ានចូលហ្នឹងហើយ Joy មិនហ៊ានចូលទៅបានដាក់ ulti មិនដាក់ ulti ចេញដែរក៏ប៉ុន្តែនៅក្រៅ Golden Hour យកមកដាក់នៅក្រៅ Golden Hour ប៉ុន្តែ box អត់ចាប់យកមក box មាននៅក្នុង Golden Hour យ៉ា
បាទចឹងភ្លាម លោកទៀតហើយចាប់ជាប់អបជួយរីហ្វាយផងដែរជាមួយនឹងសាមានការបើកនេះកន្លងដូចគ្នាផងដែររ៉ូម៉េបជាមួយនឹងខយលីមិនទាន់ឃើញនោះទេភ្លាមចូលឡតដែរទេចូលឡតជាមួយនឹងការបាក់ហ្គោលអូវើជាប់ទាំងឡតទៀតវ៉ាល់គ្នាឯងបានហើយរីត្រីទីតែទីជាយកបានដូចគ្នាបានហើយតែមានការបោទិញវាយយកទៅទៅលើសៀវស៊ីមានការឡើងឈាមដូចគ្នាវាយទៅដល់ដូចគ្នាទីតែទីធ្វើឈើរឿនមែនតើគូសែនក៏មិនដែរបាញ់កាចាំទេទៅលើវ៉ាដូប៉ុន្តែនៅពេលបាត់បង់ពេលលេខដែរទេផ្ទុះវិញជាមួយនឹងការទម្លាក់អាល់ទីម៉េតបាត់បង់បាត់ហើយទៅលើពេលលេខ ๆ Oh my god ជាមួយនឹង Pro Esport គាត់ lock target ទៅលើ CC ខ្លាំងពេកប្រឡែង detective រហូតតែម្ដងក្បី ចាប់ detective អត់ជាប់នោះទេ10 kill បាត់ហើយមានការអូនមកស្ដងដាច់ឡតអាច clear បានទេมันអាចនោះទេមានការបុកវាយតែយកជ័យជំនះនៅក្នុងវគ្គទី3ក៏បានទៅលើ CFU Game